អូខេបន្ទាប់ពីបងប្អូនបាន invite code ហើយវាដាក់ welcome to Sora 2អញ្ចឹងយើងចុច get start នេះមកអូខេអ្វីដែលយើងអាចគឺយើងបង្កើតវីដេអូបាននេះរយៈពេល15នាទីហើយនឹងវាឈរក៏បានប្តីក៏បានអូខេសួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាបង្កើត account Sora ដោយឥតគិតថ្លៃអ្វីដែលយើងត្រូវធ្វើគឺបងប្អូនទាំងអស់គ្នាត្រូវភ្ជាប់ account ភ្ជាប់VPN សិនខ្ញុំថាខ្ញុំចូលមកខ្ញុំ connect VPN ខ្ញុំ connect នៅ USA ខ្ញុំបងប្អូននៅត្រង់ណាក៏បានឬក៏មួយទៀតបងប្អូនអាចប្រើ VPN free ក៏បានដែរអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងចូលទៅក្នុង Chrome ឧទាហរណ៍ខ្ញុំចូលក្នុង Gmail របស់ខ្ញុំមួយនេះចុះអញ្ចឹងអ្វីដែលបងប្អូនត្រូវធ្វើគឺបងប្អូនត្រូវ search ថា Sora 2ដើម្បីបង្កើតវីដេអូហើយបងប្អូនជ្រើសរើសយក logo មួយដែលមាន logo បែបនេះបាទនេះគឺវាទាមទារយើងដាក់ឈ្មោះឧទាហរណ៍ខ្ញុំដាក់ឈ្មោះឲ្យគេជារុនអញ្ចឹងទៅឈ្មោះរបស់ខ្ញុំអញ្ចឹងវាឲ្យអត់មើលអូខេហើយយើងដាក់ឈ្មោះអញ្ចឹងចុះហើយវាយើងចុច next មកអូខេអញ្ចឹងបន្តមកទៀតវាសួរយើងតើយើងត្រូវការនេះមួយណាអញ្ចឹងថាខ្ញុំយកអាមួយនេះអូខេបន្ទាប់ពីបងប្អូនបាន invite code ហើយវាដាក់ welcome to Sora 2អញ្ចឹងយើងចុច get start នេះមកអូខេអ្វីដែលយើងអាចគឺយើងបង្កើតវីដេអូបាននេះរយៈពេល15នាទីហើយនឹងវាឈរក៏បានប្តីក៏បានចឹងនៅ storyboard នេះយើងអាចធ្វើបានបើសិនជាយើងបង្កើតសាច់រឿងអីហើយក្នុងនេះគឺវាមានស្អីច្រើនទៀតស្រាប់ឲ្យយើងធ្វើអញ្ចឹងបើសិនជាយើងយក text វាទាំងអស់ហ្នឹងមកនេះគឺបែបលក្ខណៈ story អញ្ចឹងយើងផាសម៉ាស៊ីនស៊ីនទី1ស៊ីនទី2អញ្ចឹងមកស៊ីនទី3បន្តតគ្នារហូតអញ្ចឹងយើងអាចចុចបង្កើតម៉ាស៊ីនហ្នឹងយើងអាចបង្កើត15 second អញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងឯងទាក់ទងនឹងការបង្កើតនៅ Sora 2អញ្ចឹងបើសិនជាបងប្អូនត្រូវការ invite code បងប្អូនអាចឆាតមកខ្ញុំធ្វើការទម្លាក់ជូនអញ្ចឹងនៅក្នុងវីដេអូនេះមានតែប៉ុណ្្នឹងឯងសម្រាប់ការបង្កើត account Sora ចាំបើមានអ្វីខុសឆ្គងសូមអធិស្ឋានផងបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះបងប្អូនអាចជួយចុច subscribe ម្នាក់មួយផងអរគុណច្រើន